នៅក្នុងបរិវេណនៃសាលាគរុកោសល្យវិក្រិតការខេត្តសៀមរាបនារសៀលថ្ងៃទី27ខែមីនាឆ្នាំ2013មានប្រារព្ធពិធីជួបជុំដ៏ធំធំឧបសាទរខួបលើកទី33ថ្ងៃបង្កើតសាលាគរុកោសល្យនិងវិក្រិតការខេត្តដោយមានការចូលរួមពីមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់មេដាបេដាអាណាព្យាបាលគរុសិស្សអាជ្ញាធរក្នុងមូលដ្ឋានសប្បុរសជនជាតិអន្តរជាតិតំណាងអង្គការជាដៃគូអភិវឌ្ឍនានាយ៉ាងច្រើនកុះករពិធីនេះធ្វើឡើងរយៈពេលចាប់ពីថ្ងៃទី26ដល់ថ្ងៃទី27ខែមីនាឆ្នាំ2013ដោយមានកម្មវិធីជាច្រើនដូចជាការប្រកួតកីឡាការដាក់តាំងពិព័រណ៍ស្នាដៃសិស្សមានលេងល្បែងប្រជាប្រិយប្រឡងចម្រៀងកំណាព្យសម្ដែងសិល្បៈកម្មវិធីរាំកម្សាន្តមានពិធីសូត្រមន្តប្រគេនផុតហាថ្វាយព្រះសង្ឃ33អង្គនិងជាពិសេសមានវេទិកាសំណេះសំណាលរវាងគណៈគ្រប់គ្រងសាលាគ្រូឧទ្ទេសជាមួយនឹងមេដាបេដាអាណាព្យាបាលគរុសិស្សនឹងមានការថ្លែងសំណេះសំណាលនៅអនុស្សាវរីយ៍ដែលមានទីនេះរបស់អតីតគរុសិស្សក្នុងជំនាន់ចាស់ជាបន្តបន្ទាប់នឹងការលើកឡើងរបស់សប្បុរសជនបរទេសផងដែរវាគ្មិនបានឲ្យដឹងថាការធ្វើពិធីរំលឹកខួបត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំតែឆ្នាំនេះប្រពធ្វើឡើងមានភាពមហោឡារិកធំជាងបណ្ដាឆ្នាំមុនដើម្បីចង់បង្ហាញនៅគុណបំណាច់និងលើកគុណតម្លៃរបស់អតីតសិស្សគ្រូសិស្សរៀមច្បងដែលមានអនុស្សាវរីយ៍ធ្លាប់បំពេញការងារភារកិច្ចនៅទីនេះហើយក៏ស្របពេលដែលរៀមច្បងខ្លះឈានដល់វ័យចិត្តចូលនិវត្តន៍ក្នុងពេលឆាប់ខាងមុខម្យ៉ាងវិញទៀតធ្វើធំឆ្នាំនេះក៏ចង់ជំរុញឲ្យគរុសិស្សចំនួនក្រោយយកតាមគំរូល្អនិងបណ្ដុះនៅគំនិតសាមគ្គីធម៌និងមានកតញ្ញូតាធម៌ចំពោះរៀមច្បងនៅក្នុងរបាយការណ៍របស់លោកលាវអរ៉ានាយកសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាបបានឲ្យដឹងពីប្រវត្តិថាសាលាគរុកោសល្យនិងវិក្រិតការនេះបានកើតឡើងនៅថ្ងៃទី27ខែមីនាឆ្នាំ1980ក្រោយពីប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតទីតាំងសាលាបានផ្លាស់ប្ដូរពីដំណាក់កាលដោយដំណាក់កាលដំបូងឡើយមានថ្នាក់រៀនត្រឹមតែ2បន្ទប់ប៉ុណ្ណោះនិងមានបុគ្គលិករហូតដល់14នាក់ក្នុងនោះស្រី10នាក់មានសិស្សចំនួនទី1សរុបចំនួន100នាក់បច្ចុប្បន្នសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាបមានអគារអន្តរកសិដ្ឋាននិងមានអគារសិក្សា13ខ្នងមានថ្នាក់រៀន20បន្ទប់សម្រាប់គរុសិស្សនិង10បន្ទប់សម្រាប់សាលាអនុវត្តគរុកោសល្យនិងមានមន្ត្រីបុគ្គលិកគ្រូឧទ្ទេសសរុបចំនួន55នាក់ក្នុងនោះស្ត្រី21នាក់ក្នុងនោះស្ត្រី21នាក់ចំពោះការងារបណ្ដុះបណ្ដាលជារួមសាលាបណ្ដុះបណ្ដាលបាន85វគ្គមានគរុសិស្សរហូតដល់9038នាក់ក្នុងនោះស្ត្រីចំនួន3518នាក់អញ្ជើញជាគណៈអធិបតីនិងសំណេះសំណាលក្នុងពិធីជួបជុំនោះលោកអ៊ុងសេរីឌីប្រធានមន្ត្រីអប់រំខេត្តសៀមរាបបានថ្លែងការកោតសរសើរចំពោះសន្ទុះរីកចម្រើននិងការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងមន្ត្រីបុគ្គលិកនិងគ្រូឧទ្ទេសទាំងអស់ក្នុងការដឹកនាំអនុវត្តទទួលបានលទ្ធផលល្អលោកអ៊ុងសេរីឌីក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់គរុសិស្សថ្មីទាំងចាស់ឲ្យប្រុងប្រៀបខ្លួនព្យាយាមខិតខំរៀនសូត្រនិងហាត់ពុតលុតដំខ្លួនឲ្យបានមានតម្លៃខ្លួនសមស្របទៅនឹងសមត្ថភាពមិនត្រូវអស់សង្ឃឹមនិងចុះចាញ់ការលំបាកណាមួយនោះទេជាពិសេសត្រៀមខ្លួនប្រឡូកដណ្ដើមទីផ្សារការងារក្នុងដំណាក់កាលប្រទេសក្នុងតំបន់អាស៊ាននឹងធ្វើសមាហរណកម្មនៅឆ្នាំ2015ខាងមុខស្របពេលដែលប្រទេសកម្ពុជាកំពុងត្រូវការធនធានមនុស្សលោកប្រធានមន្ត្រីក៏បានជំរុញឲ្យអាណាព្យាបាលលោកគ្រូអ្នកគ្រូបន្តជួយយកចិត្តទុកដាក់ដល់គរុសិស្សដែលកំពុងតែសិក្សាផងដែរព្រោះថាកត្តាសង្គមកត្តាសាលានិងកត្តាគ្រួសារត្រូវដើរទន្ទឹមគ្នាមិនអាចកាត់ផ្ដាច់ពីគ្នាបាននោះទេ